តោះអញ្ចឹងបន្ទាប់ពីយើងរៀនសរសេរផ្លែឈើយើងរៀនសរសេរផ្លែឪឡឹកណាអញ្ចឹងផ្លែឪឡឹកអង់គ្លេសថាម៉េចទៅផ្លែហជាងលនគេសរសេរនៅក្នុងនេះសេរីដៃប្រហែលជាមិនសូវជាស្អាតប៉ុន្មានទេណាហ្នឹងហើយវាអត់មានបិចសរសេរទេផ្លែឪឡឹកអញ្ចឹងផ្លែឪឡឹកអង់គ្លេសថាម៉េចយើងមិនទៅ water melon watermelon អញ្ចឹង W A T E R M E L O N watermelon ចុះភាសាចិនគេអានថាម៉េចទៅគេអានថា seagull ណាអញ្ចឹងយើងអាចចេះមួយមកអូខេណា see go ដោយសារតែនៅក្នុងនេះអត់សូវជាស្អាតប៉ុន្មានទេណាអញ្ចឹងយើងចាប់ផ្ដើមគ្រាន់តែចាំក៏បានដែរណា see go